ស្រីអ្នកទាំងអស់គ្នាដោយអ្នកទាំងអស់គ្នាបានមើលវីដេអូខ្ញុំពីមុនអញ្ចឹងគឺពេលនេះខ្ញុំកំពុងតែគិតរកធ្វើម៉េចរកគំនិតថ្មីដើម្បីបើកមុខរបរថ្មីអញ្ចឹងយើងមកដឹង background របស់ខ្ញុំទាំងអស់គ្នាថាខាងខ្ញុំរៀនខាងផ្នែកអីហើយតែយើងគួរចាប់ផ្ដើមទៅរកស៊ីមុខរបរអីពីមុនមកហ្នឹងគឺខ្ញុំធ្លាប់រៀនខាងផ្នែកបញ្ញាបត្រព័ត៌មានវិទ្យាឬ IT ហើយកាលហ្នឹងរៀនក៏យើងមិនថារៀនបានច្រើនដែរសារពេលហ្នឹងខាង IT ក៏មិនទាន់ថាជារីកចម្រើនខ្លាំងដូចបច្ចុប្បន្នដែរអញ្ចឹងបើថារៀនកាលពីមុនហ្នឹងគឺអាចបានមកត្រឹមប្រើប្រាស់មិនទាន់ថាអាចយកទៅប្រើការឲ្យបាន100%ទេឥឡូវនេះចាំមើលតែគ្រឹះ IT របស់ខ្ញុំហ្នឹងតើអាចចេញទៅរកស៊ីអ្វីបានផ្សេងទៀតប្រកប